នេះគឺជាបទពិសោធន៍ជួបរឿងលោកបន្លាចរបស់លោកឥតនិងអ្នកស្រីបែតដែលពួកគាត់រស់នៅក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក Florida គឺជារដ្ឋទេសចរណ៍ដ៏ពេញនិយមមួយក្នុងចំណោមរដ្ឋទេសចរណ៍ដទៃទៀតក្នុងប្រទេសមហាអំណាចមួយនេះមិនថាមនុស្សដែលរស់នៅក្នុងសហរដ្ឋអាមេរិកទេដែលប្រាថ្នាចង់ទៅលេងរដ្ឋដែលសម្បូរទៅដោយទេសភាពធម្មជាតិស្រស់ស្អាតវាលខ្សាច់ជាប់មាត់សមុទ្រខៀវងងឹតធំល្វឹងល្វើយមើលមិនឃើញកោះត្រោយទីនេះក៏ជាក្តីប្រាថ្នាសម្រាប់ជនដទៃដែលរស់នៅក្រៅសហរដ្ឋអាមេរិកចង់ឃើញចង់ស្គាល់យ៉ាងហោចណាស់ឲ្យបានម្ដងក្នុងមួយជីវិតលោកអេតគឺជាអតីតទាហានដែលទើបតែចេញពីជួរកងទ័ពគាត់ចង់ចាប់ផ្ដើមកសាងគ្រួសារថ្មីដែលមានកូនស្រីទើបតែអាយុបាន9ខែប្រពន្ធរបស់គាត់ឈ្មោះបែតប្តីប្រពន្ធថ្មីថ្មោងមួយគូនេះស្វែងរកទិញផ្ទះមួយដែលមានតម្លៃសមរម្យពួកគាត់បានឃើញផ្ទះមួយក្នុងប្រព័ន្ធអ៊ីនធឺណិតជាផ្ទះធំល្មមស្អាតសមរម្យឯតម្លៃក៏អាចទទួលយកបាននិយាយឲ្យចំផ្ទះនោះលក់ក្រោមតម្លៃទីផ្សារមិនបងអង្គយូរពួកគាត់ក៏បានទៅមើលផ្ទះនោះស្ថានភាពជុំវិញផ្ទះស្អាតនិងស្ងប់ស្ងាត់អ្នកស្រីបែតនិងលោកអេតសប្បាយចិត្តនឹងចាប់អារម្មណ៍ផ្ទះនេះជាខ្លាំងតែពេលចូលទៅដល់ក្នុងផ្ទះអ្នកស្រីបែតជ្រួញចិញ្ចើមព្រោះសភាពក្នុងផ្ទះរញ៉េរញ៉ៃមានម្ហូបសល់លើតុបាយនិងមានរបស់ហូបចុកជាច្រើនទៀតទុកចោលក្នុងទូទឹកកកតុទូសម្លៀកបំពាក់និងរបស់ប្រើប្រាស់ផ្ទាល់ខ្លួនរបស់ម្ចាស់ផ្ទះមុននៅទីនោះទាំងអស់អ្នកស្រីបិទដើរមើលក្នុងផ្ទះទាំងអារម្មណ៍ងឿងឆ្ងល់ថាហេតុអ្វីបានជាពួកគេមិនយករបស់ប្រើប្រាស់ទាំងអស់នេះទៅជាមួយសភាពក្នុងផ្ទះដូចជាមនុស្សក្នុងផ្ទះនេះប្រញាប់ប្រញាល់រត់ចោលផ្ទះយ៉ាងម៉េចមិនដឹងទេចម្លែកណាស់លោកអេតមិនបានចាប់អារម្មណ៍អ្វីច្រើនទេគាត់ប្រាប់ប្រពន្ធថាម្ចាស់ផ្ទះមុនបានចេញថ្លៃសម្អាតផ្ទះឲ្យយើងវាក៏ល្អម្យ៉ាងដែរដែលយើងអាចទុករបស់ណាដែលអាចប្រើបានហើយតម្លៃផ្ទះនេះក៏ល្អទៀតមិនងាយនឹងរកបានទេអ្នកស្រីបែតក៏យល់ព្រមនឹងគំនិតមួយនេះដែរហើយក៏យល់ព្រមទិញផ្ទះមួយនេះដោយក្តីរីករាយនៅផ្ទះនេះបានប៉ុន្មានសប្តាហ៍គ្រប់យ៉ាងស្ងប់ស្ងាត់ល្អធម្មតារហូតដល់យប់មួយអ្នកស្រីបែតបានឮសំឡេងចម្លែកនៅក្រៅផ្ទះហើយក៏ទទួលអារម្មណ៍ថាមាននរណាម្នាក់មើលគាត់ពីទីងងឹតគាត់ខំសម្លឹងមើលទៅក្រៅតែមិនឃើញអ្វីនោះទេបានប៉ុន្មានយប់កន្លងមកទៀតនៅកណ្ដាលអាធ្រាត្រលោកអេតបានស្ទុះភ្ញាក់ព្រោះតែធំក្លិនផ្សែងហាក់ដូចជាមានភ្លើងឆេះគាត់បានដាក់ប្រពន្ធឲ្យភ្ញាក់ហើយស្រែកថាភ្លើងឆេះផ្ទះភ្ញាក់ឡើងគាត់រត់ចេញក្រៅបន្ទប់បំណងទៅពន្លត់ភ្លើងតែលោកអេតបែរជាឈរភាំងព្រោះក្នុងផ្ទះមិនមានផ្សែងមិនមានភ្លើងតែបែរជាប្រទះឃើញបរិសម្នាក់អង្គុយជក់បារីទៅវិញគាត់រត់ទៅកាន់បរិសចម្លែកនោះរួចស្រែកកំហកតើឯងមកពីណាឆាប់ចេញពីផ្ទះយើងភ្លាមឯងចូលមកដោយរបៀបម៉េចភ្លាមនោះអ្នកស្រីបាត់ដៃ3កូនធ្វើមុខឆ្ងល់សួរទៅកាន់ប្តីឯណាភ្លើងហើយបងនិយាយជាមួយអ្នកណាគ្រាន់តែលោកអេតងាកទៅប្រពន្ធហើយងាកមកវិញមនុស្សចម្លែកនោះក៏បាត់លោកអេតរៀបរាប់រឿងដែលគាត់បានឃើញឲ្យប្រពន្ធស្ដាប់អ្នកស្រីបាត់បានត្រឹមតែធ្វើមុខឆ្ងល់ហើយក៏ត្រឡប់ទៅគេងវិញប៉ុន្មានថ្ងៃកន្លងមកទៀតអ្នកស្រីបាត់ក៏មានផ្ទៃពោះកូនទី2គាត់មានអាការៈចាញ់កូនអស់កម្លាំងក៏បានដាក់ខ្លួនគេងថ្ងៃគេងបានតែបន្តិចគាត់បានឃើញទាំងភ្នែកស្រស់ឃើញស្ត្រីចំណាស់ម្នាក់ឈរសម្លក់មានទឹកមុខគួរឲ្យខ្លាចមើលមកកាន់គាត់ស្ទុះយកទូរស័ព្ទខលទៅលោកអេត
ស្រាប់តែពេលងាកមកវិញស្ត្រីចំណាស់នោះក៏បាត់លោកអេតបើកឡានយ៉ាងលឿនត្រឡប់មកផ្ទះវិញអ្នកស្រីបិទបានប្រាប់ប្តីថាមានស្ត្រីចំណាស់ម្នាក់អាយុប្រហែល60ទៅ70ឆ្នាំស្លៀករ៉ូបគេងយប់ពណ៌សសក់អ៊ុតហើយខ្លីពេលដែលស្ដាប់ប្រពន្ធរៀបរាប់ហើយលោកអេតគិតថាប្រហែលជាប្រលឹងរបស់ម្ដាយគាត់ប៉ុន្តែអ្នកស្រីបិទបានប្រកែកថាមិនមែនទេបើសិនជាប្រលឹងរបស់ម្ដាយគាត់មែនប្រកាសជាមិនធ្វើឲ្យនាងភ័យនោះទេពួកគាត់បន្តរស់នៅផ្ទះនេះទាំងអារម្មណ៍មិនស្រួលអ្នកស្រីបិទពេលដែលប្តីគាត់មិននៅផ្ទះគាត់ច្រើនតែចំណាយពេលនៅខាងក្រៅជាមួយកូនដើរហាត់ប្រាណឬក៏ទៅនេះទៅនោះជុំវិញភូមិពេលថ្ងៃរៀងក្តៅទើបគាត់ចូលផ្ទះវិញថ្ងៃមួយពេលដែលដើរហាត់ប្រាណរួចដូចរាល់ដងគាត់ក៏នាំកូនស្រីតូចអេមីលីចូលផ្ទះវិញចូលទៅដល់ផ្ទះបាយគាត់ឃើញទ្វារទូចានទាំងអស់បានបើកចំហមុននឹងគាត់ចេញពីផ្ទះទូចានមិនបានបើកដូច្នេះទេទោះបីជាភ្លេចបិទក៏មិនមែនភ្លេចបិទទូចានទាំងអស់អញ្ចឹងដែរគាត់ក៏ដើរទៅបិទទូចានទាំងអស់នោះទាំងចិត្តច្របូកច្របល់ស្រាប់តែសំឡេងទឹកក្នុងបន្ទប់ទឹកក៏លាន់ឮផ្ទះនេះនៅគ្នាតែ3នាក់បើប្តីគាត់ទៅធ្វើការបាត់ហើយគាត់និងកូនតូចកំពុងនៅទីនេះអញ្ចឹងតើនរណាជាអ្នកងូតទឹកអ្នកស្រីបិទបានដើរទៅកាន់បន្ទប់ទឹកទាំងភ័យញ័រគាត់ខំស្រែកហៅឈ្មោះប្តីព្រោះសង្ឃឹមថាសំឡេងងូតទឹកនោះគឺជាប្តីគាត់តែគ្មានសំឡេងឆ្លើយតបមកវិញទេក្រៅពីសំឡេងទឹកធ្លាក់ប៉ះលើកម្រាលឥដ្ឋគាត់ដើរមួយលើកដៃកំពុងញ័រខំប្រមូលស្មារតីចាប់ទាញវាំងននក្នុងបន្ទប់ទឹកបើកស្រាប់តែបន្ទប់ទឹកស្ងួតគ្មានទឹកសំឡេងក៏ស្ងាត់ហើយគ្មានមនុស្សពេលនោះគាត់ដឹងថាប្រលឹងខ្មោចប្រកាសជាលងគាត់ទៀតហើយអ្នកស្រីបិទភ័យរត់មករកកូនវិញគាត់ឈរតក់ស្លុតភ័យម្ដងទៀតព្រោះទូចានបានបើកវិញទាំងអស់គាត់មិនហ៊ាននៅក្នុងផ្ទះទៀតទេគាត់យកកូនតូចចេញក្រៅឈរចាំប្តីរហូតដល់លោកអេតត្រឡប់មកពីធ្វើការវិញពេលដែលស្ដាប់ប្រពន្ធរៀបរាប់ទាំងភ័យញ័រលោកអេតខឹងស្រែកខ្លាំងគាត់សង្ឃឹមថាបើយើងរឹងមាំប្រលឹងទាំងអស់នោះនឹងខ្លាចរអាអំឡុងពេលដែលលោកអិតលួងលោមប្រពន្ធកុំឲ្យខ្លាចសំឡេងគោះជញ្ជាំងបានលាន់ឮជាថ្មីហាក់បញ្ជាក់ថាពួកវិញ្ញាណមិនបានខ្លាចរអាគាត់ទេលោកអិតគាត់គឺជាបរិសរឹងមាំម្នាក់បាននិយាយបន្លប់ថានេះជាសំឡេងបំពង់ទឹកប៉ុណ្ណោះកុំខ្លាចអីស្អែកឡើងជាថ្ងៃចុងសប្តាហ៍ម៉ាតអាយុ12ឆ្នាំជាកូនមុនរបស់លោកអិតបានមកលេងឪពុកពេលថ្ងៃគេអង្គុយអានសៀវភៅនៅយ៉រមុខផ្ទះស្រាប់តែឮសូរដូចជានរណាម្នាក់ហៅឈ្មោះគេល្វើយគេក៏ឆ្លើយថាបាទព្រោះស្មានតែឪពុកហៅយប់ឡើងគេគេងមើលទូរទស្សន៍នៅលើសាឡុងក្នុងបន្ទប់ទទួលភ្ញៀវស្រាប់តែគេបានឃើញស្រមោលខ្មៅស្ទង់រូបរាងជាមនុស្សប្រុសឈរក្បែរជញ្ជាំងម៉ាតភ័យតែមិនហ៊ានបញ្ចេញសំឡេងរួចគេក៏យកភួយដណ្ដប់ខ្លួនតាំងពីចុងជើងរហូតដល់ក្បាលហើយក៏គេងលក់មិនដឹងជាពេលណាស្អែកឡើងគេក៏ទាទៅផ្ទះខាងម្ដាយវិញដោយមិននិយាយអ្វីទាំងអស់ការពិតគេត្រូវតែនៅមួយថ្ងៃទៀតតែដោយជួបហេតុការណ៍យប់មិញទើបគេមិនហ៊ាននៅបន្ត
ការរស់នៅរបស់ពួកគាត់ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែពិបាកមិនថាយប់មិនថាថ្ងៃលឺនេះលឺនោះមិនចេះលុះពេលលោកអេតបានសាកល្បងសើចក្នុងអ៊ីនធឺណិតរកភ្នាក់ងារពិសេសដែលអាចតាក់ទងឬកម្ចាត់វិញ្ញាណខ្មៅក្នុងអ៊ីនធឺណិតបានបង្ហាញមុខមនុស្សមួយចំនួនក្នុងនោះលោកអេតបានចាប់អារម្មណ៍និងជ្រើសរើសយកអ្នកស្រី Dusty Smith ហើយក៏តាក់ទងទៅគាត់លោកបានរៀបរាប់រឿងដែលបានកើតឡើងក្នុងផ្ទះប្រាប់ទៅអ្នកស្រី Dusty 2 ថ្ងៃបន្ទាប់ពីនិយាយគ្នាតាមទូរស័ព្ទអ្នកស្រី Dusty និងក្រុមការងារបានទៅកាន់ផ្ទះលោកអិតពួកគាត់បានដំឡើងកាមេរ៉ានិងឧបករណ៍ចាប់សំឡេងនិងកម្ដៅរបស់វិញ្ញាណព្រមទាំងមានឧបករណ៍ស្ទង់សីតុណ្ហភាពក្នុងផ្ទះទៀតផងសីតុណ្ហភាពក្នុងផ្ទះប្លែកណាស់ខុសគ្នាតែ2-3 ជំហានកន្លែងមួយក្តៅកន្លែងមួយទៀតត្រជាក់ខុសធម្មតាកន្លែងដែលមានសីតុណ្ហភាពចុះត្រជាក់ខុសធម្មតាអ្នកស៊ើបអង្កេតនិងថតរូបនៅទីតាំងទាំងអស់នោះអ្នកស្រី Dusty ដើរបណ្ដើរដៃកាន់ឧបករណ៍ស្ទង់កម្ដៅហើយក៏និយាយថាមានអ្នកណានៅទីនេះទេមានអ្នកណានៅទីនេះទេស្រាប់តែមានសំឡេងគោះជញ្ជាំងម៉ាំងម៉ាំងបន្ទាប់ពីគោះជញ្ជាំងក៏មានកម្លាំងខ្យល់អ្វីម្យ៉ាងចាប់ទាញសក់អ្នកស្រី Dusty មួយទំហឹងផ្ងាក្រោយលោកអេតខឹងស្រែកខ្លាំងៗទៅកាន់ព្រលឹងវិញ្ញាណទាំងអស់នោះតែអ្នកស្រី Dusty បានខាត់និងពន្យល់ថាការធ្វើបែបនេះនឹងនាំឲ្យវិញ្ញាណដែលមានកំហឹងស្រាប់រឹតតែមានកំហឹងនិងមានថាមពលខ្លាំងឡើងបន្ទាប់ពីដើរមើលនៅផ្ទះនោះប្រហែលជា 3-4 ម៉ោងអ្នកស្រីនិងក្រុមការងារបានត្រឡប់ទៅវិញហើយយកឧបករណ៍ថតសំឡេងទៅជាមួយនិងទុកកាមេរ៉ាថតវីដេអូនៅទីនោះអ្នកស្រី Dusty ក៏បានតាក់ទងទៅសាលាក្រុងដើម្បីសុំឯកសារដែលតាក់ទងនឹងប្រវត្តិផ្ទះគាត់បានដឹងថាផ្ទះនេះប្ដូរម្ចាស់ជាច្រើនដងហើយក៏ដឹងទៀតថាផ្ទះនេះធ្លាប់មានអ្នកស្លាប់ម្នាក់ជាស្ត្រីចំណាស់និងម្នាក់ទៀតជាមនុស្សប្រុសវ័យកណ្ដាលស្ត្រីចំណាស់បានស្លាប់ក្នុងបន្ទប់គេងនិងបុរសម្នាក់នោះស្លាប់នៅបន្ទប់ទទួលភ្ញៀវគាត់ថែមទាំងអានប្រវត្តិសាស្ត្រទីតាំងដើមនៅតំបន់នោះហើយក៏បានដឹងថាមានកសម្ព័ន្ធមួយរស់នៅទីនោះហើយកសម្ព័ន្ធនោះក៏មានពិធីការពារខ្មោចព្រាយបិសាចប្រចាំកសម្ព័ន្ធផងដែរអ្វីដែលអ្នកស្រីចង់ដឹងនោះគឺតើព្រលឹងវិញ្ញាណទាំងនោះត្រូវការអ្វីត្រូវការជួយពីអ្នកស្រីដែរឬទេហើយជាវិញ្ញាណកាចឬក៏ជាវិញ្ញាណស្លូតអ្នកស្រីបានស្ដាប់ខ្សែអត្ថសម្លេងដែលបានថតទុកនៅផ្ទះលោកអិតតែសម្លេងទាំងនោះមានច្រើនសម្លេងពេកអ្នកស្រីមិនអាចស្ដាប់យល់បានទេអ្នកស្រី Dusty បានតាក់ទងទៅអ្នកស្គាល់គ្នាម្នាក់ឈ្មោះ Kelly គាត់រស់នៅក្នុងរដ្ឋ Pennsylvania គាត់មានញាណពិសេសអាចតាក់ទងនឹងវិញ្ញាណបានដោយគ្រាន់តែប៉ះឬកាន់របស់ប្រើប្រាស់ឬទីតាំងរបស់អ្នកស្លាប់គាត់ក៏អាចដឹងនិងយល់ពីបំណងរបស់វិញ្ញាណដែលចង់បានឬក៏ជាវិញ្ញាណស្លូតឬក៏កាចឬក៏ជាវិញ្ញាណបិសាចជាដើមអ្នកស្រី Kelly បានឲ្យលោកស្រី Dusty ផ្ញើរូបថតដែលថតនៅទីតាំងដែលជឿថាមានវិញ្ញាណអ្នកស្លាប់មកឲ្យគាត់អ្នកស្រី Dusty ក៏បានទៅផ្ទះលោកអិតម្ដងទៀតនិងបានផ្ដល់ដំណឹងនិងដំណើរការស៊ើបអង្កេតព្រមទាំងប្រាប់ពីទីតាំងអ្នកដែលធ្លាប់ស្លាប់នៅក្នុងផ្ទះនេះពេលដែលចាក់ចេញមកវិញក៏យកកាមេរ៉ាមួយចំនួនទៅជាមួយដើម្បីស្វែងយល់ពីព័ត៌មានបន្ថែម
កន្លងបានប៉ុន្មានថ្ងៃមកទៀតការរស់នៅរបស់គ្រួសារលោកអ៊ិតកាន់តែតានតឹងអ្នកស្រីបិទតែងតែបីកូនឈរក្រៅផ្ទះចាំប្តីរហូតដល់ប្តីចេញពីធ្វើការទើបហ៊ានចូលក្នុងផ្ទះការពិតមិនមែនពួកគាត់មិនចង់ចាក់ចេញទេគ្រាន់តែពេលនោះពួកគាត់គ្មានប្រាក់ជាប់ខ្លួនតែអាចឲ្យពួកគាត់ផ្លាស់ប្ដូរទីតាំងភ្លាមលោកអេតគាត់ធ្វើការតែម្នាក់ឯងចំណែកអ្នកស្រីបិទគាត់នៅផ្ទះមើលកូនថែមទាំងមានទម្ងន់ទៀតប្រាក់ខែដែលរកបានត្រូវបង់ធនាគារទឹកភ្លើងនិងការចំណាយផ្សេងសឹងតែមិនគ្រប់មួយខែយប់មួយមានសម្លេងគោះលើដំបូលផ្ទះខ្លាំងអ្នកស្រីបិទគាត់ខ្លាចណាស់តែលោកអ៊ិតគាត់មិនខ្លាចទេលោកអ៊ិតចង់ខលទៅអ្នកស្រីដឺស្ធីតែប្រព័ន្ធទូរស័ព្ទចេះតែដាច់និយាយតាក់ស្ដាប់គ្នាមិនយល់លោកអ៊ិតកាន់តែខឹងខ្មោចនោះខ្លាំងឡើងសម្លេងគោះលើដំបូលផ្ទះនោះក៏កាន់តែខ្លាំងឡើងរត់តែធ្វើឲ្យលោកអ៊ិតកាន់តែក្តៅគាត់កាន់ពិលដើរសម្ដៅទៅក្រៅផ្ទះឈរស្រែកជេរលែងខ្លាចអ្វីទាំងអស់បានបន្តិចក្រោយមកអ្នកស្រីដឺស្ធីបានមកដល់និងបញ្ឈប់លោកអ៊ិតរួចពួកគេក៏ចូលក្នុងផ្ទះវិញដើម្បីគិតគ្នារកដំណោះស្រាយលោកអ៊ិតនៅមិនទាន់បាត់ខឹងនៅឡើយទេហើយលោកគឺជាអតីតទាហានលោកកាចនឹងមើងម៉ាត់ណាស់លោកបានសួរទៅកាន់អ្នកស្រីដឺស្ធីដោយទឹកមុខមាំថាអ្នកស្រីត្រូវតែធ្វើអ្វីម្យ៉ាងក្នុងពេលនេះឥឡូវនេះពួកយើងមិនអាចរស់នៅក្នុងស្ថានភាពបែបនេះបានទេវិធីគឺមានតែលោកត្រូវតែទុកពេលបន្តិចដើម្បីឲ្យខ្ញុំបានរៀបចំអំឡុងពេលនេះពួកលោកអាចទៅព្រះវិហារអ្នកស្រីបិទបាននិយាយកាត់អ្នកស្រីដឺស្ធីថាពួកគាត់មិនកាន់សាសនាទេបើអញ្ចឹងមានតែប្រើវិធីបុរាណដែលជាវិធីបណ្ដេញវិញ្ញាណអាក្រក់របស់ពួកកុលសម្ព័ន្ធព្រោះទឹកដីនេះពីមុនគឺមានកុលសម្ព័ន្ធមួយជាម្ចាស់ស្រុកយើងអាចសាកល្បងបានអ្នកស្រីបាត់មានរឿងមួយទៀតចង់ឲ្យអ្នកស្រីដឺស្ធីជួយកូនស្រីតូចរបស់គាត់ឈ្មោះអេមីលីនោះប៉ុន្មានថ្ងៃនេះនាងគេងមិនបានស្រួលថែមទាំងឧស្សាហ៍ភ្ញាក់យំញឹកញាប់អ្នកស្រីបាត់ចង់ឲ្យអ្នកស្រីដឺស្ធីយកកាមេរ៉ាដែលដាក់នៅក្នុងបន្ទប់អេមីលីទៅពិនិត្យមើលពួកគាត់ក៏ធ្វើដំណើរទៅកាន់បន្ទប់អេមីលីកូនស្រីតូចដើរចិត្តទៅដល់បន្ទប់គេងស្រាប់តែពួកគាត់ឮអេមីលីស្រែកយំយ៉ាងខ្លាំងថែមទាំងឮសូរសំឡេងក្ដុងក្ដាំងចេញពីខាងក្នុងទៀតអ្នកស្រីបាត់បានស្ទុះបីកូនចេញភ្លាមឯលោកអ៊ិតដឹងប្រកាសថាជាប្រលឹងវិញ្ញាណទាំងនោះមករំខានកូនគាត់ជាមិនខានគាត់ខឹងណាស់ស្រែកឡូឡាហើយក៏ខឹងនឹងខ្លួនឯងដែលមិនអាចការពារប្រពន្ធកូនពីមុនប្រលឹងទាំងនោះរំខានតែគាត់និងប្រពន្ធគាត់ប៉ុណ្ណោះតែពេលនេះមកធ្វើបាបកូនក្មេងដែលគ្នាមិនដឹងអីបើប្រយុទ្ធតតាំងជាមួយមនុស្សគាត់ដាច់ខាតមិនអោយប្រពន្ធកូនរងទុក្ខទេតែនេះគឺអមនុស្សគាត់មិនអាចប៉ះមិនអាចឃើញតើឲ្យគាត់មិនខឹងមិនដេចនឹងបានក្នុងពេលនោះពួកគាត់ក៏សាកល្បងប្រើវិធីបណ្ដេញវិញ្ញាណអាក្រក់តាមវិធីកលសម្ព័ន្ធពីដើមរបស់ជនជាតិភាគតិចគឺប្រើទៀនពណ៌សដុតបំភ្លឺក្នុងផ្ទះនិងដុតស្លឹកឈើម្យ៉ាងដែលមូលយ៉ាងណែនដែលគេជឿថាពួកវិញ្ញាណអាក្រក់ខ្លាចផ្សែងដែលហុយចេញពីស្លឹកឈើស័ក្តិសិទ្ធិ
ដែលគេបានឧទ្ទិសដល់បុព្វបុរសឲ្យជួយថែមទាំងនិយាយព្រមគ្នាថាបណ្ដេញវិញ្ញាណអាក្រក់ទៅកន្លែងដើមវិញបញ្ជូនវិញ្ញាណល្អទៅកាន់សុគតិភពអ្នកស្រី Dusty បានយកវីដេអូថេបក្នុងបន្ទប់ Emily ទៅការិយាល័យធ្វើការរបស់គាត់ព្រោះនៅទីនោះមានឧបករណ៍ដើម្បីស្ដាប់និងមើលវិញ្ញាណបានចំណាយពេលនឹងការតាំងចិត្តតាំងអារម្មណ៍យ៉ាងយូរគាត់បានឮសំឡេងអមនុស្សអន្តងហៅឈ្មោះ Emily ព្រមទាំងឃើញស្រមោលខ្មៅសន្ធប់លើទារិកានោះទៀតផងក្នុងបទពិសោធន៍ការងារជាយូរឆ្នាំគាត់អាចស្មានដឹងថាវិញ្ញាណនៅផ្ទះលោកឥតមិនមែនជាវិញ្ញាណធម្មតាទេភ្លាមនោះគាត់ចង់ទូរស័ព្ទប្រាប់លោកឥតនិងប្រពន្ធគាត់ឲ្យនៅក្បែរអមលីឲ្យជាប់កុំទុកនាងនៅតែឯងព្រោះតែនាងកំពុងមានគ្រោះថ្នាក់ដល់ជីវិតតែតាក់ទងលោកឥតមិនបានសោះគាត់ក៏បើកឡានទៅផ្ទះលោកឥតទាំងយប់តែម្ដងអ្នកស្រី Kelly ដែលរស់នៅរដ្ឋមួយទៀតចម្ងាយពីគ្នារហូតដល់ទៅ900 ម៉ៃល៍ដែលកំពុងប្រើញាណរបស់គាត់មើលនិងស្វែងយល់ពីវិញ្ញាណនៅផ្ទះលោកឥតគាត់បានយកដៃប៉ះរូបថតដែលអ្នកស្រី Dusty ផ្ញើមកឲ្យអ្នកស្រី Kelly ក៏ទទួលដឹងដោយញាណថាអមនុស្សក្នុងផ្ទះលោកឥតមិនធម្មតាទេពួកគេអាចជាបិសាចហើយចង់យកជីវិតមនុស្សដែលរស់នៅក្នុងផ្ទះនោះទៀតផងគាត់ក៏ស្ទុះស្ទាទូរស័ព្ទទៅអ្នកស្រី Dusty ជាបន្ទាន់ហើយរៀបរាប់រឿងដែលគាត់បានដឹងប្រាប់ទៅអ្នកស្រី Dusty ចាបងប្អូនមិត្តអ្នកស្ដាប់មកដល់ត្រង់នេះតើមិត្តអ្នកស្ដាប់គិតថាក្រុមគ្រួសារលោកឥតអាចមានគ្រោះថ្នាក់ដល់ជីវិតដែរឬទេហើយអ្នកស្រី Dusty តើអាចទៅជួយពួកគាត់ទាន់ពេលដែរឬទេគ្រាន់តែដល់ផ្ទះលោកឥតភ្លាមអ្នកស្រី Dusty ក៏រត់យ៉ាងលឿនចូលក្នុងផ្ទះសូម្បីតែឡានក៏មិនពន្លត់ម៉ាស៊ីនដែរគឺធ្វើយ៉ាងណាគាត់ត្រូវតែយកក្រុមគ្រួសារលោកឥតចេញឲ្យបានលឿនពីផ្ទះនោះសំណាងព្រះជួយពួកគាត់មិនទាន់មានគ្រោះថ្នាក់ដល់ជីវិតទេអ្នកស្រី Dusty បារម្ភជាងគេគឺ Emily តែពេលឃើញនាងតូចមិនបានកើតអីគាត់អរណាស់ក៏ប្រាប់លោកឥតនិងប្រពន្ធគាត់ឲ្យឆាប់ចាក់ចេញពីផ្ទះនេះជាបន្ទាន់ចាត្រង់នេះទើបយើងអាចយល់បានថាហេតុអ្វីម្ចាស់ផ្ទះមុនទុករបស់របរក្នុងផ្ទះមិនយកទៅជាមួយច្រើនម្លេះហើយអាហារខ្លះមើលទៅហាក់ដូចជាញ៉ាំបានតែពាក់កណ្ដាលក៏ទុកចោលលើតុហាក់ដូចជាការចាក់ចេញនោះទៅទាំងតក់ក្រហល់នាងខ្ញុំសូមអរគុណដល់មិត្តអ្នកស្ដាប់ដែលបានស្ដាប់មកដល់ត្រង់នេះសូមជូនពរឲ្យអ្នកទាំងអស់គ្នាជួបតែសេចក្តីសុខសេចក្តីចម្រើនគ្រប់ពេលវេលាជួបគ្នានៅវីដេអូលើកក្រោយទៀតក្នុង Page ខ្មោចក្រៅស្រុក